នៅថ្ងៃនេះនាងខ្ញុំសូមនាំលោកអ្នកមកស្វែងយល់អំពីប្រវត្តិគ្រាប់បែកអាតូមិកដ៏គ្រោះថ្នាក់សម្រាប់ពិភពលោកប្រវត្តិគ្រាប់បែកអាតូមិកធ្លាប់ប្រើប្រាស់តែ2ដងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រគ្រាប់បែកបរមាណូនិងគ្រាប់បែកនុយក្លេអ៊ែរគឺជាអាវុធដ៏មានឥទ្ធិពលដែលប្រើប្រតិកម្មនុយក្លេអ៊ែរជាប្រភពនៃថាមពលផ្ទុះដ៏សម្បើមរដ្ឋដែលមានអាវុធនុយក្លេអ៊ែររាប់បញ្ចូលប្រទេស5ដែលត្រូវបានគេដឹងថាមានអាវុធនុយក្លេអ៊ែរនៅពេលនោះពលគឺក្នុងឆ្នាំ1945មានសហរដ្ឋអាមេរិកសហភាពសូវៀតចក្រភពអង់គ្លេសបារាំងនិងចិនអ្នកវិទ្យាសាស្ត្របានបង្កើតបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរលើកដំបូងក្នុងកំឡុងពេលសង្គ្រាមលោកលើកទី2គ្រាប់បែកបរមាណូត្រូវបានប្រើតែ2ដងប៉ុណ្ណោះនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមទាំងពីរលើកដោយសហរដ្ឋអាមេរិកប្រឆាំងនឹងជប៉ុននៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2កំឡុងពេលនៃការរីកសាយអាវុធនុយក្លេអ៊ែរហើយក្នុងកំឡុងសង្គ្រាមត្រជាក់សហរដ្ឋអាមេរិកនិងសហភាពសូវៀតបានចាញ់បញ្ឆោតភាពកំពូលក្នុងការប្រកួតប្រដាប់អាវុធនុយក្លេអ៊ែរសកលអ្នកវិទ្យាសាស្ត្រនៅទីក្រុង Los Alamos បានបង្កើតគ្រាប់បែកបរមាណូពីរប្រភេទខុសៗគ្នានៅឆ្នាំ1945ដែលជាការរចនាឡើងដែលមានមូលដ្ឋានលើអ៊ុយរ៉ាញ៉ូមដែលហៅថាក្មេងតូចឬ The Little Boy និងអាវុធដែលមានមូលដ្ឋាននៅ Plutonium ហៅថា The Fat Man ឬបុរសធាត់ខណៈពេលដែលសង្គ្រាមនៅអឺរ៉ុបបានបញ្ចប់នៅក្នុងខែមេសាការប្រយុទ្ធគ្នានៅប៉ាស៊ីហ្វិកបានបន្តរវាងកងកម្លាំងជប៉ុននិងកងទ័ពអាមេរិកនៅចុងខែកក្កដាប្រធានាធិបតីអាមេរិកលោក Harry Truman បានអំពាវនាវឲ្យជប៉ុនចុះចាញ់សេចក្តីថ្លែងការណ៍ក្រុង Potsdam ការប្រកាសនេះបានសន្យាថានឹងមានការបំផ្លិចបំផ្លាញភ្លាមនិងទាំងស្រុងប្រសិនបើជប៉ុនមិនបានចុះចាញ់នៅថ្ងៃទី6ខែសីហាឆ្នាំ1945សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូដំបូងរបស់ខ្លួនចេញពីយន្តហោះទម្លាក់គ្រាប់បែក B-29 ដែលមានឈ្មោះថា Enola Gay នៅទីក្រុង Hiroshima ប្រទេសជប៉ុនក្មេងតូចឬ The Little Boy បានផ្ទុះឡើងជាមួយកម្លាំងប្រមាណ13គីឡូតោនដែលមានកម្ពស់5ម៉ៃការ៉េនៃទីក្រុងនិងបានសម្លាប់មនុស្ស 80000 នាក់ភ្លាមៗមនុស្សរាប់ម៉ឺននាក់ទៀតនឹងត្រូវស្លាប់នៅពេលក្រោយដោយសារសារធាតុវិទ្យុសកម្មនៅពេលដែលជនជាតិជប៉ុនមិនបានចុះចាញ់ភ្លាមសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូទី2 3ថ្ងៃក្រោយមកនៅទីក្រុង Nagasaki គ្រាប់បែកដែលមានឈ្មោះថាបុរសធាត់ឬ The Fat Man បានសម្លាប់ប្រជាជនប្រមាណ 40000 នាក់ Nagasaki មិនមែនជាគោលដៅចម្បងសម្រាប់គ្រាប់បែកទាំងពីរនោះទេយន្តហោះទម្លាក់គ្រាប់បែកអាមេរិកដំបូងបានតម្រង់គោលដៅទៅទីក្រុងកូកូរ៉ាជាកន្លែងដែលប្រទេសជប៉ុនមានរោងម៉ាស៊ីនគ្រាប់មីនធំបំផុតមួយប៉ុន្តែផ្សែងពីការវាយឆ្មក់ដោយការបំផ្ទុះគ្រាប់បែកបានបិទបាំងមេឃនៅលើកោះកូកូរ៉ាបន្ទាប់មកយន្តហោះអាមេរិកបានបែរទៅរកគោលដៅទី2គឺ Nagasaki ដោយសារឥទ្ធិពលនៃការបំផ្លិចបំផ្លាញពីគ្រាប់បែកដ៏ឃោរឃៅបំផុតនេះអធិរាជជប៉ុន Hirohito បានប្រកាសចុះចាញ់នៅថ្ងៃទី15ខែសីហាដែលបានបញ្ចប់សង្គ្រាមលោកលើកទី2